ជាបឋមខ្ញុំសូមគោរពដល់លោកគ្រូនិងអ្នកទាំងអស់គ្នាជាថ្ងៃនេះដែរខ្ញុំមកបកស្រាយនៅលំហាត់មួយលំហាត់ចំនួន5ដែលលោកគ្រូបានដាក់ឲ្យអញ្ចឹងសម្រាប់លំហាត់ឲ្យខ្ញុំប៉ះដំបូងគឺលំហាត់ទី1អញ្ចឹងសម្រាប់លំហាត់ទី1នេះគឺយើងនិយាយអំពី loop អ្នកទាំងអស់គ្នាប្រកាសជាដឹងហើយថា loop គឺវា loop ពី0ទៅអញ្ចឹងសម្រាប់ជំហានទី1គឺ n ស្មើ0គឺសារតែ loop យើង loop ពី0ទៅអញ្ចឹងយើងរាប់ពី0មកមុនអញ្ចឹងសម្រាប់ស្មើ0អញ្ចឹងដល់ពេលវាបញ្ចេញមកគឺបញ្ចេញ0ហើយព្រោះយើង loop បើយើង loop ចំនួន100ដងនោះវាបញ្ចេញ99អញ្ចឹងអានោះសម្រាប់លំហាត់ទី1គឺន័យថាគេ loop ពី0ទៅគេមិន loop ពី1ទៅទេ loop ពី1ទៅលុះត្រាតែគេមានលក្ខខណ្ឌហើយចូលទៅកាន់លំហាត់មួយទៀតគឺលំហាត់ទី10សម្រាប់លំហាត់ទី10នេះដែរគឺយើងសរសេរវាជាទម្រង់ inter number ដែលយើងបញ្ចូល int ទៅអញ្ចឹងសម្រាប់លក្ខខណ្ឌនេះវា loop ដូចគ្នាតែគេមានលក្ខខណ្ឌគេគឺភាគរយចែកនឹង2ស្មើ1អញ្ចឹងមានន័យថាអានឹងយើងយកតែលេខសេសមកឯងលេខគូគេអត់យកមកឯងអញ្ចឹងយើងមើលទៅកាន់ជំហានរបស់យើងទាំងអស់គ្នាសម្រាប់ជំហានទី1គឺយើងប្រកាសជាដឹងហើយគឺលោតពី0ទៅអញ្ចឹងដល់ពេលវាលោត0ទៅ0ចែកនឹង2គឺ0នៅដែរអញ្ចឹងវាជាលេខគូអញ្ចឹងវាអត់ចាញ់អីទេវា false គឺជាចម្លើយដែលមិនត្រឹមត្រូវវា loop false អញ្ចឹងវាអត់ loop អត់បញ្ចេញអីទេចំណែកឯជំហានទី2គឺ1សម្រាប់1បើចែកនឹង2ទៅវាសល់សំណល់ហើយអញ្ចឹងវាជាលេខសេសអញ្ចឹងដល់ពេលយើងបញ្ចេញមកគឺសេសចំណែកជំហានទី3គឺយើង loop បានលេខ2លេខ2នេះគឺជាលេខគូអញ្ចឹងដល់ពេលចម្លើយចេញមកគឺអត់មានដូចគ្នាចំណែកទីជំហានទី4យើង loop បានលេខ3លេខ3បើយើងចែក2សល់គឺវាសល់ចំណល់សំណល់ចាំមានថាអាហ្នឹងជាលេខសេសអញ្ចឹងវា true អញ្ចឹងចម្លើយវាគឺលេខ3ចំណែកឯយើងមើលទៅខាងក្រោមទៀតអ្នកនរគ្នាមើលតាមខ្ញុំអ្វីដែលខ្ញុំរៀបរាប់ហ្នឹងមកដល់ពេលដល់ចុងក្រោយអ្វីដែលយើង loop យើងទៅសេប្រហែលតែ10ទេអញ្ចឹងសម្រាប់ជំហានទី10អញ្ចឹងវា loop បាន9 loop បាន9អញ្ចឹង9ចែក2វាសល់សំណល់ហើយអញ្ចឹងមានន័យថាវាជាលេខសេសអញ្ចឹងយើងវាជាត្រឹមត្រូវអញ្ចឹងដល់ពេលវា loop 9អញ្ចឹងដល់ពេលវាបញ្ចេញមកគឺបញ្ចេញ1 3 5 7 9ឃើញអត់មានលេខគូអត់អាហ្នឹងគឺជារបៀបនៃលំហាត់ទី10យើងចូលទៅកាន់មួយទៀតគឺលំហាត់ទី12សម្រាប់លំហាត់ទី12នេះដែរគឺជាលំហាត់ loop ដូចគ្នាជាលំហាត់បែប inter number ដូចគ្នាក៏ប៉ុន្តែលំហាត់នេះគឺគេមានលក្ខខណ្ឌភាគរយចែកនឹង2ស្មើ1គេយកលេខសេសហើយគេមានពាក្យឆ្នប់ n នឹងទៀតឆ្នប់ n e ហ្នឹងធំជាង2ជាមានថាគេយកបើវាចូលလာលំហាត់លេខគូនេះហើយគឺវាត្រូវយកទាំងពីរយកធំជាង2បើអត់មានធំជាង2ទេគឺគេអត់យកទេអញ្ចឹងយើងចូលមកកាន់តារាងរបស់យើងគឺតារាង step សម្រាប់ជំហានទី1លោតពី0 0អញ្ចឹង false ហើយគឺវាមិនមែនជាលេខសេសទេដល់ពេលវាធំជាង2អត់គឺអត់ទេ0មិនអាចធំជាង2គឺ false អញ្ចឹងដល់ពេលលក្ខខណ្ឌវាចូលសរុបគឺ false ដល់ពេលទី2យើងលូតចេញលេខ1លេខលូតចេញលេខ1វាជាលេខសេសក៏ប៉ុន្តែយើងក៏លេខទៅមើល1ហ្នឹងអាចធំជាង2អត់អញ្ចឹងវាមិនអាចធំជាង2បានទេជាងបើអាចធំជាង2បានវា false ដល់ពេលសរុបអាឆ្នប់ហ្នឹងមកគឺវាចេញ false ហើយអញ្ចឹងអាឆ្នប់ A ហ្នឹងមានន័យថាតែវាអត់ចូលលក្ខខណ្ឌមួយហើយគឺវាអត់អាចចេញអីបានទេគឺវាខុសហើយចំណែកទី3ជំហានទី3យើងលូតបាន2អញ្ចឹង false វាមិនមែនជាលេខសេសទេហើយក៏វាមិនអាចធំជា2បានដែរ false អញ្ចឹងវា false ហើយចំណែកឯជំហានទី4យើងលូតបានលេខ3លេខ3គឺវា true វាជាលេខសេសហើយក៏វាធំជាង2ដែរអញ្ចឹង true និង true គឺចេញ true អញ្ចឹងវាចេញលេខ3មកវា output ចេញលេខ3ហើយចំណែកជំហានទី5ទៅដល់លេខ4យើងលូតបានលេខ4លេខ4វាមិនមែនជាលេខសេសទេអញ្ចឹងវា false ហើយវាអាចលូតចេញបានទេហើយចំណែកជំហានទី6គឺយើងលូតចេញលេខ5អញ្ចឹងវា true ហើយវាក៏ធំជាង2ដែរអញ្ចឹង true និង true
ចឹងយើងចេញ5ហើយចំណែកជំហានទី7គឺដូចគ្នាគឺលូត6ជាលេខគូអញ្ចឹងវាអាចចូលអត់អាចទៅសេអីបានទេហើយមួយទៀតដល់លេខ8ហើយជំហានទី8លូតលេខ7ចឹងលេខ7វា true វាជាលេខសេសហើយក៏វាធំជាង2ដែរអញ្ចឹង true ចេញលេខ7ដល់ពេលយើងធ្វើតាមបន្តអញ្ចឹងមកដល់លេខ10ជំហានទី10យើងលូតបាន9អញ្ចឹងបើលូតបាន9វាជាលេខសេសវា true ហើយវាធំជាង2ទៀតវា true ទៀតអញ្ចឹង true ចេញលេខ9អញ្ចឹងយើងចូលទៅការលំហាត់មួយទៀតគឺលំហាត់ទី14សម្រាប់លំហាត់ទី14នេះគឺដូចទាំងគ្នាទេតែខុសលក្ខខណ្ឌលើកនេះគឺគេឲ្យ e ចែកនឹង2ហ្នឹងស្មើ0មានថាគេយកលេខគូហើយគេមានឲ្យ total ហ្នឹងស្មើ total បូក e មានន័យថាគេយកអា total ខាងលើ0ហ្នឹងបូកជាមួយ e ដែលយើងរកឃើញហ្នឹងអញ្ចឹងឥឡូវយើងមកមើលអានឹងទាំងអស់គ្នាសម្រាប់ជំហានទី1 e យើងលុបពី0ទៅសម្រាប់ e យើងលុបពី0ទៅគឺ0ចែកនឹង2មិនលេខគូទេលេខគូអញ្ចឹងវាចេញ true អញ្ចឹង true ដល់ពេលកន្លែង total នេះអាកន្លែងនេះ0ហើយ0ដល់ពេលហើយអានេះវា0ទៀត0បូក0ស្មើ0ដល់ពេលជំហានទី2 e យើងលូត1សម្រាប់ e លូត1ហ្នឹងវាជាលេខសេសអញ្ចឹងវាអត់អាចចូលលក្ខខណ្ឌបានទេអញ្ចឹងដល់ពេលវា total មកគឺលេខ0យើងស្ទរតម្លៃឥឡូវនេះហើយចំណែកជំហានទី3 e យើងលូតចេញលេខ2សម្រាប់ e លូតចេញលេខ2គឺវាចេញ true ដោយសារតែវាជាលេខគូអញ្ចឹងយើងយកបូក total មកដំបូង total យើងស្ទរទុក0ដល់ពេលលេខ2ជាលេខដែលយើងគូអញ្ចឹងវាបូក2ទៀតវាថែមបាន2អញ្ចឹងវាបាន2ចំណែកជំហានទី4យើងលុបបានលេខ3លេខ3គឺជាលេខសេសមិនមែនជាលេខគូទេអញ្ចឹងវាជាចម្លើយដែលត្រឹមត្រូវគឺ false បើ false អញ្ចឹងយើងស្ទរតម្លៃលេខ2ដែលយើងបូកខាងលើនេះហើយចំណែកជំហានទី5គឺលេខជាលេខគូអញ្ចឹងវាចូលលក្ខខណ្ឌយើងទៀតហើយអញ្ចឹង true អញ្ចឹងគេយកអា2ដែលនៅលើនេះយកទៅបូកនឹងអាលេខគូដែលចូលហ្នឹងអញ្ចឹង2បូក4គឺ6អញ្ចឹងគេស្ទរលេខ6ហ្នឹងទៀតដល់ពេលដល់ខាងជំហានទី6e ស្មើ5គឺ false ដោយសារតែលេខ5ជាលេខសេសអញ្ចឹងអាលើដែលយើងស្ទរទុក6ហ្នឹងអាក្រោមក៏វាស្ទរទុក6ដែរអញ្ចឹងយើងធ្វើតាមលក្ខខណ្ឌដែលខ្ញុំប្រាប់តាំងពីតារាងលើហ្នឹងមកដល់ពេលមកដល់10ឧទាហរណ៍ខ្ញុំលូតតា10ដងទេអញ្ចឹងលូត10ដងគឺវាចេញតែ5លេខ9ទេអញ្ចឹងសម្រាប់លេខ9គឺជាលេខសេសហើយវាមិនអាចចូលលក្ខខណ្ឌបានទេគឺវា false អញ្ចឹងតម្លៃដែលយើងស្ទរទុកខាងលើលេខ20គឺវានឹងសល់លេខ20ឯដែរហើយចម្លើយ output ចុងក្រោយគឺលេខ20ដោយសារតែខ្ញុំយក n ស្មើ10អញ្ចឹងខ្ញុំបកស្រាយគ្រាន់តែ10ជំហានទេបើយើងបកស្រាយដល់20ឬ30ជំហានយើងថែមកន្លែង step ហ្នឹងយើងថែមករហូតមកដល់30ជំហានអញ្ចឹងទៅអញ្ចឹងខ្ញុំចូលទៅកាន់លំហាត់ចុងក្រោយគឺលំហាត់ទី20សម្រាប់លំហាត់ទី20នេះដែរគឺគេលូបចំនួន10ខ្ញុំយកចំនួន10ដងគឺ n ស្មើ10អញ្ចឹងមុននឹងយើងធ្វើខ្ញុំឲ្យទៅមើលលក្ខខណ្ឌសិនសម្រាប់លក្ខខណ្ឌនេះគឺគេឲ្យ e ធំជាង3ហើយ e តូចជាង20អញ្ចឹងសម្រាប់អាឆ្នប់ នេះទោះអាមួយណាចូលក៏គេយកដែរចូលតែមួយគេយកដែរសម្រាប់ឆ្នប់ ហ្នឹងអញ្ចឹងកុំឲ្យខាត់ពេលយើងចូលទៅកាន់លំហាត់នឹងទាំងអស់គ្នាតារាងនៃ step ជំហានសម្រាប់ជំហានទី1 e វាលូតចេញពី0 e លុះចេញពី0យើងក៏លេខមើលទៅថា e វាធំ0ហ្នឹងវាធំជាង3អត់អញ្ចឹង0ធំជាង3គឺអត់ទេអញ្ចឹងវាចេញ false អញ្ចឹងចេញ false ក៏ប៉ុន្តែយើងក៏លេខទៅមើលមួយទៀតលក្ខខណ្ឌមួយទៀតគឺ e តូចជាង20អញ្ចឹង0តូចជាង20វា true អញ្ចឹងសម្រាប់លក្ខខណ្ឌ ហ្នឹង false ហើយនឹង true វាចេញ true ព្រោះតាគេគឺយកត្រូវអាណាមួយក៏យកដែរអញ្ចឹងវាលូតចេញមកបាន0ហើយសម្រាប់ជំហានទី2
យើងលូត e ចេញមួយអញ្ចឹងវាប្រកបណាស់គឺមួយមិនអាចធំជាង3ទេតែយើងក៏លេខមើលអាហ្នឹងវាតូចជាង20អញ្ចឹងវា true ដែរវាលូតចេញលេខ1ហ្នឹងហើយអញ្ចឹងយើងធ្វើលក្ខខណ្ឌជាហូហែតាមអីដែលខ្ញុំប្រាប់ហ្នឹងមករហូតដល់ n ស្មើ10អញ្ចឹងខ្ញុំយកត្រឹមតែ10ជំហានទេគឺវាលូតបាន0ពី0ដល់9អញ្ចឹង9ធំជាង3អត់ធំអញ្ចឹងវា true ហើយវាតូចជាង20អត់វាតូចទៀតអញ្ចឹងវា true បូក true វានៅ true ដែរទេសម្រាប់ឆ្នោត or អញ្ចឹងចម្លើយវាលូត9អញ្ចឹងលំហើយចម្លើយដែលវាចេញមកគឺវាលូតចេញពី0រហូតដល់9អញ្ចឹងបើមិនជឿថាវាលូតចេញពី0រហូតដល់9ទេចាំមើលខ្ញុំរានកូដឲ្យមើលសម្រាប់លំហាត់ចុងក្រោយហ្នឹងអញ្ចឹងនេះគឺជាលំហាត់ចុងក្រោយខ្ញុំរានឲ្យអ្នកនរគ្នាមើលខ្ញុំសរសេរលេខ10ចូលនេះឃើញអត់គឺវាលោតពី0ដល់9អញ្ចឹងនេះគឺជាលក្ខខណ្ឌផ្សេងៗដែលមាននៅក្នុងត្រាងហ្នឹងគឺជាជំហាននីមួយៗនៃលំហាត់ហ្នឹងអញ្ចឹងលំហាត់របស់ខ្ញុំធ្វើឲ្យទីបញ្ចប់ហើយចំនួន5លំហាត់អញ្ចឹងអរគុណដល់លោកគ្រូសម្រាប់ការស្ដាប់វីដេអូនេះក៏អរគុណដល់អ្នកនរគ្នាដែលយកចិត្តទុកដាក់ស្ដាប់អញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងដែរសូមជម្រាបលា